រឿងចរាចរណ៍កកស្ទះនេះមិនមែនតែត្រឹមរៀបចំកសាងផ្លូវបន្ថែមនោះទេយើងត្រូវគិតគូរអំពីការរៀបចំចរន្តនៃចរាចរណ៍ផងហើយរឿងនេះអាយដាមសាយសម្បាល់បានពិភាក្សាជាមួយនឹងអាដាមពេញពនីជាមួយក្រុងប្រឌិតមើលព្រោះបើសិនជាមនុស្សកាន់តែច្រើនយើងរៀបអត់មានលំដាប់លំដោយសណ្ដាប់ធ្នាប់វាស្ទះហើយប៉ុន្តែបើរៀបលំហូរបានល្អផ្លូវណាផ្លូវទិសតែមួយប្រមាណផ្លូវហើយរៀបបើថាល្អកុំរៀបតែមួយប្លុកគឺរៀបមួយក្រុងតែម្ដងដើម្បីលំហូរព្រោះវាផ្ទះកលាព្រោះបើយើងរំដោះតែមកកន្លែងនេះចេញមកដល់ជាប់កដកដដែលចឹងបានថ្ងៃមុនខាងសាធារណការដឹកនាំប្រជុំជាមួយវិស័យឯកជនចង់សិក្សាអំពីការតភ្ជាប់ពីអរិយស័ព្ទបន្ថែមមកខាងភ្នំពេញខ្ញុំថាកន្លែងដែលចរាចរណ៍មកត្រូវគិតអ្នក design បានតែថាធ្វើម៉េចពេលចូលហើយពេលចេញកុំឲ្យស្ទះត្រូវហើយអានឹងធ្វើស្រួលណាស់ប៉ុន្តែកុំភ្លេចពេលដែលចេញមកនេះវាត្រូវស្ទះតាមអាចរន្តរួចទៅហើយអញ្ចឹងបើផ្លូវដែលតភ្ជាប់មកនឹងវាស្ទះរួចទៅហើយកុំយកអាកន្លែងហ្នឹងទៅដាក់ព្រោះអានឹងវាបង្កើនភាពកកស្ទះបន្ថែមបាទព្រោះបើសរសៃឈាមចូលក្នុងបេះដូងនឹងវាស្ទះនៅកន្លែងដើមដៃកន្លែងអីគេជួសជុលវាកន្លែងហ្នឹងហើយរៀបលំហូរវាមិនមែនមកតែក្នុងបេះដូងទេអញ្ចឹងហើយការគិតគូរទាំងអស់នេះគឺខ្ញុំគាំទ្រដែលក្រសួងដែនដីនគររូបនីយកម្មជាមួយមន្ទីរសាធារណការជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយក្រសួងសាធារណការដឹកជញ្ជូនគិតគូរអាហ្នឹងបាទព្រោះឥឡូវផ្លូវយើងមិនអាចពង្រីកបន្ថែមទៀតទេពង្រីកអស់ហើយបាទកន្លែងខ្លះយើងពង្រួមសួនច្បារយើងពង្រួមចៅមកហើយនៅតែប៉ុណ្ណឹងយើងមិនអាចវាយផ្ទះចោលបានទេព្រោះប្រជាជនយើងរស់នៅពេលជាមួយគ្នាចំនួនរថយន្តចំនួនឡានចំនួនម៉ូតូចំនួនរថយន្តក្រុងចំនួនអាផាសអាប់ចំនួនអាកង់3កាន់តែកើនអញ្ចឹងត្រូវមានការគិតគូរពីលំហូរបាទជាអៀតមែនមនុស្សច្រើនមែនតែបើលំហូរវាស្រួលអាហ្នឹងដូចផ្លូវមួយមនុស្សណែនអញ្ចឹងបើសិនជាផ្លូវហ្នឹងវាអត់កន្លងឡានបើកទេទៅជវិច្បាំគឺស្ទះហើយបុកគ្នាស្ទះហើយតែបើយើងរៀបដូចគ្នាអញ្ចឹងការរៀបចំលំហូរនេះគឺការគិតគូរនេះគឺត្រូវគិតគូរជាពិសេសនៅក្នុងទីក្រុងចាស់របស់យើងទេគិតគូរមកក្រុងភ្នំពេញតែម្ដងបាទផ្លូវណាដែលត្រូវមកទិសផ្លូវណាដែលត្រូវមកវាឆ្ពោះទៅដល់ណាបាទខ្ញុំថានេះគឺជាមធ្យោបាយមួយបន្ថែមទៀតនៅក្នុងគិតគូរហើយតភ្ជាប់មកដូចគ្នាលំហូរពីខាងខេត្តកណ្ដាលពីផ្លូវកវ៉ាត់ក្រុងចូលយ៉ាងម៉េចអីយ៉ាងម៉េចកន្លែងណាដែលរថយន្តធំត្រូវប្រើម៉ោងណាកន្លែងណាដែលរថយន្តដឹកទំនិញអាចមានសិទ្ធិឆ្លងកាត់ហើយឆ្លងកាត់កន្លែងដែរអានឹងវាត្រូវការគិតគូរបែបនេះអញ្ចឹងការកសាងសមិទ្ធផលបន្ថែមទៅទីនេះយើងនឹងបន្តមានតទៅទៀតនៅសមិទ្ធផលថ្មីដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើងហើយជាពិសេសការរៀបចំការដឹកជញ្ជូនសាធារណៈគឺជាការដឹកជញ្ជូនរយៈពេលវែង